ngày số đây ngày cóគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំសាជាថ្មីចុះណាឥឡូវកំពុងត្រៀមចំហូបបាយអាំងទៅជូនប្រពន្ធគាត់ទៅផ្សារទិញម្ហូបបន្ទាប់ពីពួកយើងបានញ៉ាំអីហើយក៏បានជូនគាត់មកដល់ផ្សារហើយគាត់ដើរផ្សារទៅខ្ញុំក៏កន្លែងឈប់ចាំគាត់នៅកន្លែងហូបបាយពេលព្រឹកដែលគេអត់លក់អញ្ចឹងណាហ្នឹងឯងការទិញថ្មីមួយម៉ា500ខ្ញុំឲ្យគាត់ដើរផ្សារតែឯងទៅខ្ញុំនៅមើលកូនក៏វាតាមទៅដែរតែគាត់ថាខ្ញុំអត់ចង់ឲ្យទៅតាមព្រោះពិបាកទិញម្ហូបអញ្ចឹងណាឥឡូវនៅចាំគាត់យើងមកស្ទូដែរអត់ទាន់ឃើញគាត់ដើរមកវិញអញ្ចឹងណាហើយកូនវាអត់សុខវាដើរផ្លិចតកើតលេងនេះលេងនោះអញ្ចឹងម៉ាក់វាមកយូរពេកវាថាវាចង់ទៅលេងផ្ទះអ៊ំតែឥឡូវទំមតាម៉ាក់វាមកប្រហែលយូរដែរអញ្ចឹងណាក៏តែវាថាមកមីឡើយទិញម្ហូបអត់តាន់មកដល់ទេឡើយទិញម្ហូបច្រើនអញ្ចឹងណាបានទិញម្ហូបហើយបាននាំអូនទៅលេងផ្ទះអ៊ំមីមកហើយមីមកបានហើយមីមកនឹងហើយបន្ទាប់ពីមកពីផ្សារមកដល់ផ្ទះវិញក៏ភ្លេចទិញម្នាស់យកទៅដាក់ខឲ្យវាឆាប់ផុយសាច់អញ្ចឹងណាលើគាត់ក៏ប្រើខ្ញុំឲ្យមកទិញនៅផ្សារចិត្តផ្ទះអញ្ចឹងណាហើយប្រហែលជាម៉ោង10ជាង10:11ហើយលើគេរើតូបចិត្តអស់នៅសល់តែម៉ូតូ2តូបអញ្ចឹងណានេះទិញម្នាស់នេះខ្ញុំបានមកទិញកន្លែងគាត់អញ្ចឹងគាត់រៀបចំឲ្យនឹងពេលនេះទៅប្រាប់គាត់ថាទិញម្នាស់មួយគាត់ក៏ចិត្តឲ្យអញ្ចឹងណាម្នាស់មួយ 3000គាត់ចិត្តប្រហែលជាខ្ទង់10នាទីខ្ញុំប្រាប់គាត់ថាម្នាស់មួយ 1500 ខ្លះចិត្ត 1500 អញ្ចឹងណានេះឃើញថាគាត់ចិត្តហើយប្រហែលជាខ្ទង់បាន 70% ហើយរៀបចំហើយនេះខ្ញុំកំពុងធ្វើដំណើរទៅત્યાંវិញហើយតែខ្ញុំក៏ធំបាត់ឆ្វេងដល់ផ្ទះខ្ញុំហើយនេះបន្ទាប់ពីខ្ញុំមកដល់វិញគាត់ក៏បានប្រឡាក់ត្រីរៀបចំស្លម្ជូររៀបចំដាក់ខនិយាយរួមទៅគាត់ធ្វើច្រើនមុខដោយសារតាគាត់ធ្វើតាមកពេលទេងាយឡើងគាត់នៅកដៅអញ្ចឹងណាហើយនេះសាច់មាន់ប្រឡាក់គាត់ប្រឡាក់តួខ្ញុំយកធ្វើការស្អែកអញ្ចឹងណាព្រោះខ្ញុំធ្វើការខ្ញុំដាក់បាយពីផ្ទះទៅទេបន្ទាប់ពីយើងរៀបចំស្លហើយអ៊ំនៅចិត្តផ្ទះគាត់ក៏ថាមិនបាច់ចាំស្លទេគាត់មាននំបញ្ចុកអញ្ចឹងណាហើយក៏មកហូបនំបញ្ចុកជាមួយគាត់ទៅបានមកពេលទៀតអញ្ចឹងណាបន្ទាប់ពីយើងបានហូបនំបញ្ចុកអីរួចហើយគាត់ក៏បានកន្លងស្ករកន្លងអីធ្វើហូបគាត់បន្តថែមទៅអញ្ចឹងណាបន្ទាប់ពីគាត់បានកន្លងស្ករកន្លងអីរួចហើយមកគាត់ក៏បានកាត់ម្នាស់ជាកង់ដាក់ចូលឆ្នាំងពីលើថៃអញ្ចឹងហើយនេះកាត់មកដល់ពេលល្ងាចក្បាននាំកូនមកដើរលេងនៅសួននាំវាមកជីកផ្អើលអញ្ចឹងណាឃើញថាខាននាំវាមកជីកនឹងយូរឥឡូវនាំមកម្ដងវាគូខ្ញុំជ្រូលតែបេះបន្តិចទៅដល់ណាដែរយើងឲ្យវាហត់លេងបដាទៅយើងមើលវាអញ្ចឹងព្រោះដល់វាបដោយវាទេខ្លាចតែវាទៅឆ្ងាយពីយើងព្រោះឯសម័យនេះយើងពិបាកកំចិត្តដែរអញ្ចឹងណាមួយលើវាក្មេងផងហើយសម្រាប់វីដេអូរបស់ខ្ញុំកាលពីលើកដំបូងដែលខ្ញុំដាក់ចូល YouTube ហ្នឹងមានអ្នកមើលប្រហែលជាខ្ទង់200ជាងអ្នកដែរតែគ្រាន់តែអត់មានអ្នកចុច Subscribe អញ្ចឹងសម្រាប់ខ្ញុំគិតថាការចាប់ផ្ដើមរបស់ខ្ញុំប៉ុណ្ណេះខ្ញុំគិតថាអាចទៅបុករួចព្រួយបងយើងអត់ទាន់អត់គោលដៅថាយើងនឹងបានសម្រេចតំណងអញ្ចឹងយើងមានដើរម្ដងមួយអញ្ចឹងហើយខ្ញុំក៏ឆ្លៀតពេលថតវីដេអូថតអីអញ្ចឹងណាដើម្បីរកចំណូលបន្ថែមពី YouTube អញ្ចឹងណាហើយនេះគឺជាត្រីក្រឹមខ្ញុំចាំប្រចាំថ្ងៃអញ្ចឹងអាហ្នឹងការងាររបស់ខ្ញុំមកដល់ផ្ទះគឺដាក់ចំណីត្រីតែវា2ដងមួយថ្ងៃដាក់វា2ដងព្រលឹមឡើងម្ដងល្ងាចឡើងម្ដងអញ្ចឹងណាដំបូងទិញគាត់តែលម្អទេឥឡូវបំបែកពីងបំបែកអីឥឡូវនេះប្រពន្ធខ្ញុំនេះតស៊ូទាំងភ្លៀងដើម្បីមកដួសកូនត្រីចេញលែខ្លាច់មេវាស៊ីអស់អញ្ចឹងណានិយាយរួមទៅត្រីហ្នឹងប្រពន្ធខ្ញុំបានដួសដាក់លែកពីបិសាហើយអត់កើតទេ
តែពេលដាក់ចូលពីងវិញក៏វាកើតឥឡូវយើងក៏ពិបាកដួសនេះសរុបកូនត្រីដែលបានដួសចេញពីពីងតែវាកើតមិញប្រហែលជាបានប្រហែលជាខ្ទង់20ជាងកូនត្រីដែរហ្នឹងហើយអ្នកនរគ្នាសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អញ្ចឹងណាហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងណាហ្នឹងអរគុណច្រើន